Siêu phៅវិជ្ជាព្រលឹងវិញ្ញាណប្រតិបត្តិនិពន្ធដោយប្រតិចាមច័ន្ទសំនុំអានដោយនាងខ្ញុំលឹមធីដែរជំពូកទី9វិធីសាស្ត្រព្យាបាលជំងឺផ្លូវចិត្តការសម្អាតធម្មពលអវិជ្ជមានពីក្នុងខ្លួនការសម្អាតធម្មពលខាងក្នុងនៃរាងកាយរបស់មនុស្សគឺជាការអនុវត្តដ៏មានសារៈសំខាន់មួយសម្រាប់ការសម្រេចបាននូវលំនឹងផ្លូវចិត្តផ្លូវអារម្មណ៍និងសុខុមាលភាពទូទៅបើអ្នកបដិបត្តិតាមរបៀបនេះភ្ជាប់ជួននោះវានឹងក្លាយជាទម្លាប់ប្រចាំថ្ងៃអ្នកអាចកម្ចាត់ធម្មពលអវិជ្ជមាននិងភាពមិនស្អាតចេញពីរាងកាយរបស់អ្នកដែលអាចបើកឲ្យធម្មពលធម្មជាតិរបស់អ្នកឬចែងចាំងបានដែលនាំមកនូវសុខុមាលភាពរូបកាយសុខភាពផ្លូវចិត្តសុខសន្តិភាពចម្រុងចម្រើនជោគជ័យក្នុងជីវិតខាងក្រោមនេះគឺជាការណែនាំលម្អិតអំពីរបៀបអនុវត្តដំណើរការសម្អាតនេះឲ្យមានប្រសិទ្ធភាពខ្ញុំសូមណែនាំជាជំហានដូចតទៅ 1. ការរៀបចំទីកន្លែងនិងឥរិយាបថចាប់ផ្ដើមដោយស្វែងរកកន្លែងស្ងប់ស្ងាត់និងមានផាសុកភាពមិនមានការរំខានអង្គុយក្នុងឥរិយាបថសមាធិធម្មតាដែលអាចអង្គុយពេនភ្នែននៅលើកម្រាលឥដ្ឋឬនៅលើកៅអីដោយបាត់ជើងរបស់អ្នកដាក់រាបស្មើនៅលើដីឬកម្រាលឥដ្ឋត្រូវប្រាកដថាខ្នងរបស់អ្នកត្រង់ដៃដាក់លើជង្គង់ឬលើភ្លៅរបស់អ្នកហើយបិទភ្នែករបស់អ្នកថ្នមឥរិយាបថនេះជួយរៀបចំរាងកាយនិងចិត្តរបស់អ្នកនិងបង្កបរិយាកាសអំណោយផលសម្រាប់លំហូរធម្មពល 2. ដោតអារម្មណ៍ទៅលើការដកដង្ហើមវែងយឺតចំនួន3ដងស្រូបចូលតាមច្រមុះហើយដកដង្ហើមចេញដោយថ្នមតាមមាត់នៅពេលអ្នកដកដង្ហើមចូលអ្នកមានអារម្មណ៍ថាខ្យល់ត្រជាក់ចូលបំពេញសួតរបស់អ្នកហើយនៅពេលដកដង្ហើមចេញមកក្រៅសូមអ្នកបញ្ចេញសំឡេងតាមមាត់ហើយខណៈនោះអ្នកស្រមៃថាអ្នកបានបញ្ចេញភាពតានតឹងទុក្ខសោកការភ័យខ្លាចរបស់អ្នកចេញមកខាងក្រៅសូមផ្ដោតលើលំហូរខ្យល់នៃដង្ហើមចេញចូលដោយអនុញ្ញាតឲ្យចិត្តរបស់អ្នកមកកាន់ពេលបច្ចុប្បន្នកាលនេះ 3. ការឃើញពន្លឺសកលសូមអ្នកស្រមៃឃើញដុំពន្លឺទេវៈដ៏ភ្លឺច្បាស់យាងចុះពីសកលចក្រវាឡស្រមៃថាពន្លឺនេះជាពន្លឺនិងអំណាចព្យាបាលដ៏ខ្លាំងក្លាពន្លឺបានសម្រុតផ្លាស់ទីយឺតឆ្ពោះទៅកាន់រូបអ្នកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីសម្អាតព្យាបាលរូបកាយព្រមទាំងចិត្តទាំងមូលរបស់អ្នកដោយអំណាចនៃធម៌ពលអាទិទេពដ៏អស្ចារ្យពន្លឺនេះតំណាងឲ្យធម៌ពលសកលដែលតភ្ជាប់និងចិញ្ចឹមជីវិតទាំងអស់ក្នុងចក្រវាឡ 4. លំហូរនៃពន្លឺនៅពេលដែលពន្លឺចាំមកដល់រូបអ្នកសូមស្រមៃថាពន្លឺនេះបានចាំងចូលមកតាមបង្ហាយក្បាលរបស់អ្នកពន្លឺភ្លឺចាំងជះក្នុងក្បាលរបស់អ្នកហើយអ្នកមានអារម្មណ៍ថាមានភាពកក់ក្ដៅនិងទទួលបានភាពបរិសុទ្ធពីពន្លឺសកលនេះនៅពេលនេះ
ពន្លឺបានជំរះលាងសម្អាតចិត្តបំបត្តិភាពងងឹតពឹសពុលធ្វើឲ្យចិត្តនេះបរិសុទ្ធផូរផង់ឡើង 5. ស្កេនរូបកាយទាំងមូលរបស់អ្នកចូលអនុញ្ញាតឲ្យពន្លឺផ្លាស់ទីចុះសម្រូតពីក្បាលមកក្រោមចុះស្រោចស្រពរាងកាយទាំងមូលដោយស្រមៃថាពន្លឺហូរពីក្បាលរបស់អ្នកឆ្លងកាត់តាមបំពង់កទៅស្មាចុះទៅដល់ដៃពីទ្រូងមកពោះរត់ពីខ្នងមកចង្កេះត្រគាកភ្លៅនិងចុងក្រោយចុះមកដល់ជើងទាំងសងខាងរបស់អ្នកនៅពេលដែលពន្លឺផ្លាស់ទីនោះវាបានបំពេញតំបន់នីមួយៗទាំងស្រុងដោយបញ្ចេញពន្លឺយ៉ាងភ្លឺចែងចាំងនិងបោះសម្អាតសារធាតុមិនស្អាតឬថាមពលខ្មៅថាមពលអវិជ្ជមានចេញពីរាងកាយរបស់អ្នកមានអារម្មណ៍ថាពេលដែលពន្លឺធ្វើដំណើរឆ្លងកាត់វាបាននាំមកនូវអារម្មណ៍កក់ក្ដៅនិងបានបន្សុទ្ធដល់គ្រប់ផ្នែកនៃរាងកាយរបស់អ្នក 6. ពន្លឺរត់ឆ្លងកាត់កាយរបស់អ្នកចុះតម្រង់ទៅស្នូលផែនដីស្រមៃថាពន្លឺកំពុងបន្តធ្វើដំណើររបស់វាចុះតាមជើងរបស់អ្នកហើយចូលទៅដល់ក្នុងផែនដីហូរចុះចូលទៅដល់ស្នូលនៃភពផែនដីពន្លឺចាក់ចេញពីរាងកាយនេះបាននាំទៅជាមួយនៅធម្មពលអវិជ្ជមានពឹសពុលជំងឺផ្លូវកាយផ្លូវចិត្តនិងភាពមិនបរិសុទ្ធទាំងអស់ពីរាងកាយរបស់អ្នកទៅក្នុងផែនដីដែលពួកវាត្រូវបានបន្សាបនិងបំផ្លាញ 7. ការស្រូបយកពន្លឺសន្តិភាពមកក្នុងរាងកាយរបស់អ្នកឥឡូវនេះរាងកាយរបស់អ្នកពោពេញទៅដោយពន្លឺដ៏ភ្លឺចែងចាំងអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកគឺបរិសុទ្ធនិងទទេស្អាតអ្នកត្រូវបានសម្អាតទាំងស្រុងហើយធម្មពលរបស់អ្នកត្រូវបានបង្កើននិងរៀបរយស៊ីសង្វាក់ចុះសម្រុងគ្នាប្រៀបដូចជាម៉ាស៊ីនដែលទើបតែផលិតចេញពីរោងចក្រថ្មីៗអ្នកទៅជាបរិសុទ្ធហាក់ដូចជាក្មេងទើបតែកើតឬអាយុ1ឬ2ឆ្នាំសូមអនុញ្ញាតឲ្យខ្លួនរបស់អ្នកស្រូបចូលរលីទៅក្នុងចក្រវាឡធម្មជាតិទាំងមូលជួបប្រទះនៅអារម្មណ៍ដ៏ជ្រាលជ្រៅនៃសន្តិភាពភាពស្ងប់ស្ងាត់និងភាពតែមួយប្រកបដោយអតិភិបជីវិតរស់រវើកឬភាវៈដែលមានអ្វីគ្រប់យ៉ាងទាំងអស់ 8. គ្រានៃភាពស្ងៀមស្ងាត់សូមអ្នកតាំងនៅទីនេះរក្សាភាពស្ងៀមស្ងាត់ស្ងប់ស្ងាត់នេះមួយរយៈសិនបរិសុទ្ធបរិសុទ្ធបរិសុទ្ធសន្តិភាពបរមសុខសប្បាយរីករាយពុំអាចរកពាក្យពេចន៍មកសម្ដែងបានសូមសម្ដែងការដឹងគុណដ៏ជ្រាលជ្រៅដល់ពន្លឺទេវៈព្រះទេវៈចក្រវាឡធម្មជាតិដែលបង្ហាញខ្លួននិងជួយកែប្រែរូបនេះឲ្យស្អាតផូរផង់សុខភាពបរិបូរណ៍សូមឲ្យពន្លឺទេវៈដ៏អស្ចារ្យនេះបន្តជួយដល់មនុស្សសត្វលើផែនដីទាំងមូលបានសុខសាន្តដូចរូបអ្នកផងដែរ 9. ការបញ្ចប់សមាធិនៅពេលសំរុំអ្នករួចរាល់ហើយចូលអ្នកបើកភ្នែករបស់អ្នកដោយថ្នមថ្នមសន្សឹមដោយចំណាយពេលបន្តិចនៅជាមួយខ្លួននេះនឹងដឹងនៅអ្វីៗដែលនៅជុំវិញខ្លួនក៏ឆ្លៀតឱកាសនេះផងដែរកត់សម្គាល់លើការផ្លាស់ប្ដូរណាមួយនៅក្នុងអារម្មណ៍របស់អ្នកបើប្រៀបធៀបទៅនឹងមុនពេលអ្នកចាប់ផ្ដើមសមាធិការយល់ដឹងដោយពិសោធន៍នេះ
នឹងជួយអ្នកឲ្យឃើញអត្ថប្រយោជន៍សមាធិនិងថែមទាំងលើកទឹកចិត្តឲ្យអ្នកអនុវត្តបែបនេះតទៅទៀតអ្នកអាចមានកូនសិភៅតូចមួយកត់ត្រាខ្លីៗនៅចំណុចប្លែកៗដែលបានកើតមានដល់អ្នកក្នុងពេលហាត់សមាធិសម្រាប់ប្រៀបធៀបពិនិត្យការរីកចម្រើនទៅថ្ងៃក្រោយ 10. ការអនុវត្តប្រចាំថ្ងៃតាមរយៈការបញ្ចូលជំហានទាំងនេះជាប្រចាំថ្ងៃនោះអ្នកអាចធានារក្សាតុល្យភាពថាមពលខាងក្នុងខ្លួនរបស់អ្នកឲ្យនៅតែបរិសុទ្ធនិងរស់រវើកដែលនាំឲ្យជីវិតរបស់អ្នកកាន់តែមានពន្លឺពោពេញទៅដោយថាមពលវិជ្ជមានទទួលបានសុខសន្តិភាពទទួលបានសុភមង្គលសុខដុមរមនានិងមានសុខភាពល្អបរិបូរណ៍ទាំងរូបកាយនិងចិត្ត